ជំរាបសួរហើយក៏សួស្តីបងប្អូនទាំងអស់គ្នាជួបខ្ញុំសាជាថ្មីទៀតហើយថ្ងៃនេះជាថ្ងៃអាទិត្យបងប្អូនបានទៅកំសាន្តនៅកន្លែងណាខ្លះថ្ងៃនេះផ្លៃពីរដងមកបោះតង់នៅក្នុងព្រៃតែម្នាក់ឯងបងប្អូនថ្ងៃនឹងសម្រាប់ពីការងារផងហើយក៏ចង់សាករស់នៅក្នុងព្រៃថាជួបសត្វអីខ្លះបងប្អូនឥឡូវនេះយើងរៀបចំអីវ៉ាន់យើងដាក់លើលំអរួចហើយអីវ៉ាន់យើងអត់សូវច្រើនទេបងប្អូនតិចដែរហ្នឹងឈើនិងកដុងហ្នឹងខ្ញុំយកទុកទៅធ្វើក្បូនហើយនឹងធ្វើកន្លែងស្នាក់នៅក្នុងព្រៃលិចទឹកហ្នឹងបងប្អូនចាំទស្សនាវីដេអូខ្ញុំទាំងអស់គ្នា Let's goឥឡូវនេះបានមកដល់កន្លែងដែលយើងត្រូវចូលទៅបោះតង់ហើយបងប្អូនតែយើងអត់ទាន់ចូលទេយើងត្រូវធ្វើក្បូនមួយទុកដាក់អីវ៉ាន់ដើម្បីចូលទៅបោះតង់នៅក្នុងព្រៃលិចទឹកហ្នឹងបងប្អូនសម្រាប់តែបងប្អូនណាដែលអត់ទាន់ចេះធ្វើក្បូនខ្ញុំនឹងប្រាប់វិធីសាស្ត្រធ្វើឲ្យងាយស្រួលយើងជិះចូលទៅក្នុងព្រៃចឹងណាសម្រាប់តែបងប្អូនណាចេះហើយពេលខ្ញុំធ្វើខុសឆ្គងកន្លែងណាមួយអីសូមអធិស្ឋានឲ្យខ្ញុំផងខ្ញុំទើបតែចេះធ្វើដែរទេតែមិនដឹងថាស្អាតឬមិនស្អាតទេតែអាចទទួលយកបានសម្រាប់ខ្ញុំតែសម្រាប់អ្នកទាំងអស់គ្នាគិតមិនក៏បានដែរនេះខ្ញុំធ្វើតូចទេសម្រាប់តែដាក់អីវ៉ាន់ដើម្បីយើងអូសចូលព្រៃទេបងប្អូនបើបងប្អូនធ្វើតាមវិធីសាស្ត្រខ្ញុំស្រួលទេហើយក៏លឿនដែរបងប្អូនយើងដាប់ដៃយើងមិនសូវមានអីច្រើនទេមានតែកដុងអាធំ4កដុងហើយឈើ3 4ដើមតែប៉ុណ្្នឹងឯងហើយនឹងអាប្រដាប់យើងរុំមហោបបងប្អូនយើងមានតែមួយដុំពីរដុំក៏បានយើងអាចធ្វើបានហើយអាចធ្វើទុកជីក៏បានអាចធ្វើទុកដាក់អីវ៉ាន់យើងក៏បានដែរបងប្អូនបើបងប្អូនដែលចង់ធ្វើធំជាងនឹងក៏បានដែរតែយើងត្រូវស្មានទំហំក្បូនយើងថាយើងធ្វើប៉ុណ្ណាយើងត្រូវទិញកដុងប៉ុណ្ណឹងបើយើងធ្វើទូចយើងទិញតិចបើយើងធ្វើក្បូនធំយើងត្រូវប្រើកដុងច្រើនហើយខ្ញុំមានតែប៉ុណ្ណឹងឯងបងប្អូនចាំទស្សនាវីដេអូខ្ញុំធ្វើក្បូនទាំងអស់គ្នា
ឥឡូវនេះយើងបានមកដល់កន្លែងដែលយើងត្រូវបោះតង់ហើយបងប្អូននៅទីនេះមានទេសភាពស្អាតមានព្រៃព័ទ្ធជុំវិញចឹងទៅស្អាតមែនទែនចឹងទៅខ្ញុំក៏បោះតង់នៅកន្លែងហ្នឹងម្ដងទៅតែឥឡូវនេះយើងអត់ទាន់រៀបចំកន្លែងយើងស្នាក់នៅទេយើងដើរហត់ពេកយើងផឹកទឹកមួយកែវសិនបានយើងរៀបចំកន្លែងយើងហើយល្ងាចឡើងបានយើងរៀបចំដើររកត្រីដើរដាក់លបអីចឹងណាចាំទស្សនាវីដេអូខ្ញុំទាំងអស់គ្នាបងប្អូន Let's go ឥឡូវនេះបាយយើងដាំឆ្អិនហើយម្ហូបយើងមានតែពងមាន់ទេយើងមករស់នៅក្នុងព្រៃមានតែប៉ុណ្្នឹងឯងយើងអត់ទាន់ចេញទៅរកម្ហូបទេល្ងាចតិចបានយើងទៅដាក់លបយកត្រីមកធ្វើម្ហូបពេលល្ងាចហើយក៏អត់ដឹងថាយើងដាក់លបបានត្រីអត់ទេបងប្អូនបើដាក់អត់បានល្ងាចហ្នឹងយើងអត់មានអីញ៉ាំទេចាំទស្សនាវីដេអូខ្ញុំទាំងអស់គ្នាសួស្តីអ្នកទាំងអស់គ្នាឥឡូវនេះយើងញ៉ាំបាយរួចហើយឥឡូវនេះយើងដាក់នេះយើងយកដាក់ត្រីនឹងគេហៅលបចង់ភ្លេចឈ្មោះ
សួស្តីអ្នកទាំងអស់គ្នាម្ដងទៀតឥឡូវនេះមេឃចាប់ផ្ដើមធ្លាក់ល្ងឹតតិចតិចហើយឥឡូវនេះខ្ញុំបានចុះទៅលើកលបយើងចង់ដឹងថាជាប់ត្រីច្រើនអត់តែឥឡូវនេះលបយើងដូចអត់ជាប់ត្រីទេលបទី1កំពឹសមួយក៏គ្មានផងខ្ញុំដឹងថាត្រីវាប្រកាច់ទៅណាអស់ទេលបទី2ក៏អត់មានដែរលបទី3ក៏អត់ចាប់ហើយខ្ញុំដឹងអត់មានអីហូបទេបងប្អូនចង់ដឹងថាខ្ញុំដាក់នុយអីឲ្យខ្ញុំដាក់នុយពងទាជាមួយបាយត្រីនៅវាចូលស៊ីវារឹកដល់កប្រហែលតែទិញភីសា hamburger ដាក់ដឹងបានវាចូលស៊ីត្រីឥឡូវវារឹកណាស់ឥឡូវនេះខ្ញុំមានតែប៉ុណ្្នឹងឯងបងប្អូនអើយវីដេអូយើងឈានដល់ទីបញ្ចប់ហើយចាំជួបគ្នានៅវីដេអូក្រោយទៀតអរគុណបងប្អូនខ្ញុំនឹងមានវីដេអូថ្មីធ្វើសម្រាប់ជូនបងប្អូនឲ្យច្រើនបាយបាយបងប្អូនទាំងអស់គ្នា